បើគេងខុសមែនទែនមនុស្សអាចដូរចរិតបានតើដូរចរិតយ៉ាងម៉េចដំណេកត្រូវភេទជាបរិសដំណេកមានតែមួយគត់គឺជាដំណេកនាគឯស្ត្រីអាចមានដំណេកពីរបើមានប្តីគេងដំណេកនាគតាមប្តីតែបើនៅលីវដាច់ខាតត្រូវតែគេងតំណែងខ្លានេះយើងមើលបរិសត្រូវគេងតំណែងនាគបាទគឺតំណែងមកចាតំណែងនាគឯស្ត្រីដែលមានស្វាមីគេងតំណែងនាគជាមួយនឹងស្វាមីចំណែកឯស្ត្រីដែលគ្មានគូត្រូវគេងក្បាលតំណេកទៅហៅតំណែងខ្លាកាលណាបើបរិសនៅលីវគេងតំណែងខ្លាហើយស្ត្រីដែលនៅលីវគេងតំណែងនាគគេហៅថាដំណេកផ្ទុយភេទកាលណាដំណេកផ្ទុយភេទយ៉ាងនេះធ្វើឲ្យចរិតបដូរភេទមានន័យថាកាលណាបើស្ត្រីគេងខុសដំណេកគឺគេងតំណែងនាគហើយបរិសគេងខុសដំណេកគេងតំណែងខ្លាតំណេកខ្លាគឺចាប់ពី1ឆ្នាំឡើងទៅគឺចាប់ផ្ដើមដូរពី3ឆ្នាំទៅ5ឆ្នាំគឺពេញលេញយ៉ាងកាលណាបើយើងគេងតំណែងខុសដូច្នោះវាคล้ายទៅជាគេហៅ tomboy គេហៅថាចរិតផ្ទុយនឹងភេទគឺបើបរិសវាទៅជាចរិតស្រីអញ្ចឹងទៅចូលចិត្តហាត់ម្សៅលាបលេយ៉ាងម៉េចគេហៅថាបរិសចរិតស្រីគឺគាត់អត់ចង់បានភរិយាទេបាទបរិសនោះគាត់ចង់បានស្វាមីហើយបើស្ត្រីគេងតំណែងនាគចាប់ពី1ឆ្នាំឡើងទៅចាប់ផ្ដើមដូរពី3ឆ្នាំទៅ5ឆ្នាំទៅគឺគ្រប់គ្រាន់មានន័យថាស្ត្រីទៅជាចរិតប្រុសបាទទៅជាចូលចិត្តកីឡាខ្លាំងហាត់ដាល់ហាត់គុណបាទហើយស្រីចរិតប្រុសលែងចង់បានស្វាមីវាទៅជាចង់បានភរិយាដូច្នេះទៅវិញបើលោកស្រីនៅមានចម្ងល់ឬក៏ចង់តាក់ទងមកលោកគ្រូសូមខមមិនចូលមកឬក៏តាក់ទងតាមលេខទូរស័ព្ទខាងលើ